សម័យយ៉ាងនេះជាពិសេសប្រសង់ប្រគុណម្ចាស់កណាចេះទៅបកសម្បត្តិបាត់ប្រគុណឲ្យអានប្រវត្តិសាស្ត្រឡើងវិញហើយមើលរដ្ឋាភិបាលថាលោកអភិវឌ្ឍនឹងលោកដើរយ៉ាងម៉េចវាពិតជាអញ្ចឹងមែនទេទឹកដីយើងបានយើងរក្សាបានដោយប៉ុណ្ណេះដោយលំបាកតើអ្នកណាប្រគុណម្ចាស់នឹងហ៊ានលើកដៃកាត់ដីនឹងទៅឲ្យវល់ទេប៉ុន្តែកិច្ចការរដ្ឋាភិបាលខ្លះវាមិនមែនគេបង្ហាញម្ដងគ្រប់ទៅរឿងដូចយើងនៅវត្តចឹងរឿងខ្លះក្នុងវិន័យមិនឲ្យប្រាប់អនុសម្បណ្ណណាឯកឧត្តមវិន័យខ្លះព្រះអត់ឲ្យនិយាយប្រាប់ប្រសក់ទេពេលកាត់ទុកលោកសង្ឃអត់ឲ្យប្រាប់ទេដូចរឿងត្រូវសង្ឃគិតសេះមានហ៊ានទៅប្រាប់អនុសម្បណ្ណហ្នឹងត្រូវទុកកិច្ចការខ្លះមនុស្សវាអត់យល់ចឹងកណានិយាយក្នុងទីនេះចង់ឲ្យប្រគុណណាអ្នកស្រុកបាត់បងយើងមេត្តាសិក្សារឿងហ្នឹងឲ្យបានចឹងទៅប្រគុណណាពូលមួយម៉ាត់មួយពាក្យមកវាអត់ខុសទេដោយសារតែវាច្បាស់លាស់វាពិតប្រាកដវាអញ្ចឹងកណាដូចកណាអញ្ចឹងមករយៈចុងក្រោយនេះគេថាមានអ្នកខ្លះគេថាអូប្រគុណណាជេរកណានឹងអាខមមិននឹងមិនអស់ចិត្តអ្នកខ្លះជេរកណាតាមសម្លេងផ្ញើឲ្យកណាស្ដាប់ទៀតហើយដល់ថ្លៃគេជេរដែរអត់ដឹងរឿងអីសោះជេរណាគេអ្នកខ្លះគេថាបើរៀនចប់ពីអាមេរិកមកហើយមិនក៏មិនសឹកជួលកសាងជាតិវាទៅចឹងទៅណាអូពុទ្ធោហើយប្រទេសត្រូវការគ្រប់ផ្នែកទាំងអស់បព្វធម៌ប្រពៃណីសាសនាពេទ្យអក្សរសាស្ត្រទាហានប្រសក់លោកទាហានតែម្នាក់ក៏មិនអាចការពារទឹកដីបានវាត្រូវគ្រប់ជ្រុងទាំងអស់ព្រះអង្គតែមួយអង្គក៏មិនអាចថែរក្សាសាសនាបានបើអត់ញោមមកយើងមានអីឆាន់អ្នកណាចេញមកកសាងវត្តទៅរុស្ស៊ីកសាងវត្តអត់ទេអញ្ចឹងមកប្រទេសទាំងអស់ហ្នឹងវារួមទាំងអស់កណាអញ្ចឹងទូលប្រកេនត្រឡប់មកវិញថាតកតងនឹងរឿងជាតិសូមប្រកាសណាសិក្សាឲ្យច្បាស់សិក្សាឲ្យយល់ដូនតារបស់យើងទាំងអស់គ្នាហ្នឹងប្រឹងតែនៅសល់ប៉ុណ្ណឹងមិនសល់គេឲ្យទេណាសល់យើងការពារណាមិនគេឲ្យយើងទេស្លាប់ប្រមាណរក្សាទឹកដីបានប៉ុណ្ណឹងហើយបើសល់ប៉ុណ្ណឹងបើយើងនេះទៅទៀតហ្នឹងជ្រៀកទៅឲ្យដូចគេថាអញ្ចឹងទៀតហ្នឹងអានោះនឹងខាំមិនទេណាយើងគិតទៅប៉ុណ្ណឹងទៅប្រគុណណាពុទ្ធបរិស័ទកាន់កំភ្លើងផងការពារទឹកដីថែរក្សាសាសនាផងយើងមិនកាន់កំភ្លើងតែយើងថែរក្សាសាសនាអញ្ចឹងហេតុណាមួយដែលបំណំឲ្យពិបាកដល់ញោមរបស់យើងសូមលោកម្ចាស់ជួយកំហុសដ៏ធ្ងន់មួយដែលយើងកើតមានឆ្នាំ1975ណាអាហ្នឹងវាកើតចេញតែអំពីការយល់អំពីមនោគមវិជ្ជាហ្នឹងកាលកណានៅអាមេរិករៀននៅអាមេរិកពេលធ្វើបទបង្ហាញម្ដងកាលណាមិនដៃចង់និយាយឈ្មោះពុទ្ធទេព្រោះគេសួរមកវិញថាវាយហេតុអីបានអ្នកឯងសម្លាប់គ្នាអ្នកឯងកណាវាមិនដឹងឆ្លើយថាយ៉ាងម៉េចណែកណាអត់តែចង់និយាយឈ្មោះហ្នឹងទេដោយសារតែគេសួរកណាឆ្លើយមិនចេញវាធ្លាប់ទៅពួកហ៊ីតលេសម្លាប់ជីវីសវាធ្លាប់ទៅជនជាតិមួយទៅសម្លាប់ជនជាតិមួយអានេះលេងខ្មែរលេងគ្នាឯងហ្មងហើយគាត់ជាប្រវត្តិសាស្ត្រដ៏អាក្រក់ក្នុងព្រះពុទ្ធពិភពព្រះពុទ្ធសាសនាដែលពុទ្ធបរិស័ទសម្លាប់សម្ដេចព្រះសង្ឃរាជខ្លួនឯងទេសម្ដេចព្រះសង្ឃរាជឧទ្តាននោះអ្នកប្រាជ្ញល្បីពេញអាស៊ីអាគ្នេយ៍ត្រូវពុទ្ធបរិស័ទសម្លាប់អ្នកខ្លះកណាថាអញ្ចឹងថាពលពតមិនមែនពុទ្ធបរិស័ទទេពលពតមិនណាបើមានកណាក៏ពលពតដែរនោះភូមិកណានោះមកគ្រួសារកណានោះពលពតក៏មានទាហានរដ្ឋាភិបាលក៏មានបារាក៏មានដែរអានេះមនោគមវាកើតអញ្ចឹងថាលោកចាស់យល់បានទេតែពិបាកយល់តែមិនតែយល់ដល់រហូតដល់យល់មិនបានទេដល់អានដល់យល់អញ្ចឹងណាប្រគុណណាតែប្រគុណណាយល់មិនស្រួលកំហុសកើតមានហើយឆ្នាំ75ហើយយើងរំដោះប្រទេសពីមនោគមមិនមកដោះអីទេជនជាតិយើងទេណាលោកចាស់អង្គណាធ្លាប់នៅទល់ដែនថៃទល់ដែនអីពេលដែលយើងរត់ពេលដែលយើងប្រទេសយើងបែកបាក់ប្រទេសអីគេខ្លះគេមើលងាយយើងណាស់បងណាធ្លាប់នៅជាដែនដឹងហើយប្រទេសកាន់ពុទ្ធសាសនាទេប៉ុន្តែអត់ទេកណាឃើញនឹងភ្នែកណាឲ្យតែជាតិយើងបែកបាក់គុំសង្ឃឹមថាបរទេសគេឲ្យតម្លៃយើងនោះមិនទេ
អញ្ចឹងបកូនណាវត្តជាមជ្ឈមណ្ឌលមួយដែលពុទ្ធបរិស័ទឲ្យតម្លៃណាស់វត្តដាច់ខាតត្រូវជាកន្លែងដែលពុទ្ធបរិស័ទអាចចូលមកជួបព្រះអង្គបានជាទីកន្លែងដែលបង្កើតនូវសាមគ្គីធម៌ជាទីកន្លែងឲ្យនូវសេចក្តីសុខជាទីកន្លែងដែលប្រោះព្រំស្រោចស្រពអ្នកភូមិនូវមេត្តាករុណាហើយក៏ជាកន្លែងដែលលះបង់អ្វីគ្រប់យ៉ាងសម្រាប់សង្គមជាតិដែរព្រោះហេតុដូច្នេះសូមបកករណាជាម្ចាស់ឲ្យកសោបភិក្ខុសាមណេររបស់យើងឲ្យដើរផ្លូវត្រូវជាពិសេសឲ្យធ្ងន់នៅក្នុងធម៌ស្រឡាញ់សង្គមញោមយើងការដឹកនាំប្រទេសជាតិនឹងវាអំបានល្អឥតខ្ចោះ 100% វាតែងតែមានចន្លោះវាមានប្រហោងអញ្ចឹងស្ដាប់អាយដាមមានប្រសាសន៍មើលអ្នកចាំជេរមិនអីទេណាដូចយើងដឹកនាំវត្តអញ្ចឹងប្រកូនណានឹងវត្តអញ្ចឹងវាតែងតែមានចន្លោះប្រហោងអញ្ចឹងអាការចន្លោះប្រហោងហ្នឹងគួរខ្លាយជាទីជួយជ្រុំជ្រែងរបស់យើងបំពេញបន្ថែមកណាបើអត់ទេហើយកណាមុននឹងបញ្ចប់កណាបញ្ជាក់មួយម៉ាត់កណាធ្វើការជាមួយប្រសង់ថៃប្រសង់យួនប្រសង់ឡាវប្រសង់ភូមាកណាធ្វើការ20ឆ្នាំហើយពួកនេះខ្លាំងណាស់មិនធម្មតាទេអត់មានរឿងលោឡាន Facebook ទេពួកនេះខ្លាំងមុតស្រួចនៅជុំវិញស្ដេចសង្ឃយួនណាគាត់តែបណ្ឌិត200អង្គនិយាយ20ភាសាខ្លាំងតែអីមកទៅសៅយួននេះសរសើរព្រោះគេវាខ្លាំងថៃខ្លាំងទេខ្លាំងខ្មែរយើងខ្លាំងទេខ្លាំងមិនត្រូវការព្រះអង្គដែរតែកណាមិនមើលឃើញភាពអស្ចារ្យរបស់អ្នកដទៃនឹងថាយើងធ្វើមិនកើតទេមិនមែនទេប៉ុន្តែគាត់កណាចង់ទូលប្រកេនថាគេបានរៀបចំខ្លួនដែរតែចំណន់កណានេះឥឡូវនឹងឡើងកាន់ការទាំងអស់នៅក្នុងប្រទេសជាតិនៅក្នុងផ្នែកសាសនាហ្នឹងតែណាស់កណាចឹងមកគេខ្លាំងណាស់ហើយចុះបើយើងមិននាំគ្នាពង្រឹងអភិវឌ្ឍខ្លួនបដោះកូនចៅយើងឲ្យសិក្សារៀនសូត្រហ្នឹងទេយើងនៅតែប៉ុណ្្នឹងណាចាវត្តសាស្ត្រចេញមកទៅសើគេវត្តសាស្ត្រចេញមកសើគេដោយសារតែយើងអត់បានសិក្សាកាលណានិយាយយ៉ាងដូចនេះមិនមែនបន្តផ្អាប់ទេពួកយើងបានដើរមកដល់ដំណាក់កាលនេះក៏សមលមុំតែនឹងរៀបខ្លួនឲ្យคล้ายទៅជាចំនួនគំរូសម្រាប់ចំនួនក្រោយកាលណានិយាយក្នុងក្របខ័ណ្ឌសាសនាទេយោបាយអីសង្គមកិច្ចទុកឲ្យញោមគាត់នេះចាកាលណានិយាយតែក្រុមយើងអ្នកបួសនេះទទួលខុសត្រូវខាងផ្នែកសាសនានេះអញ្ចឹងវត្តអារាមតែមានវិស័យពុទ្ធកសិក្សាជួយផងវត្តណាដែលបើកសាលាហ្នឹងវត្តចិត្តហ្នឹងជួយផងជួយតាមលទ្ធភាពណាដែលអាចធ្វើទៅបានជួយប៉ុន្តែកណាដឹងថាប្រគុណណាបានធ្វើកិច្ចការនេះច្រើនមកហើយចឹងយើងធ្វើទៀតធ្វើរហូតដល់ថ្ងៃងាប់ហ្នឹងទាំងព្រះអង្គទាំងម្ដេចទាំងកណាយទាំងអស់គ្នានឹងព្រោះយើងជាថ្នាក់ដឹកនាំដល់ព្រោះហ្នឹងធ្វើដូចទីគុណហ្នឹងដល់ត្រុតត្រោមហ្នឹងព្រោះអាហ្នឹងវាជាភារៈជៀសវាបំផុតណាចឹងប្រកេនប៉ុណ្ណឹងប្រកេនចឹងសង្ឃឹមថាបាត់មងយើងឈោងចាប់យកតំណែងនឹងមកវិញមកថាជាតំបន់ដែលស្ងប់ស្ងាត់ដោយអធិការជាតំបន់ដែលសម្បូរទៅដោយពួកអ្នកបដិបត្តិជាតំបន់ដែលស្លូតបូតហើយនឹងអាចคลายទៅជាខេត្តមួយដែលគេអាចសិក្សារៀនសូត្រខេត្តបាត់ដំបងនេះណាបន្ទាប់ពីភ្នំពេញគឺខេត្តបាត់ដំបងនេះហើយដែលមានប្រសង់សមណៈសិស្សសមណនិស្សិតនិមន្តមកគ្រប់ខេត្តក្រុងទាំងអស់មិនមែនដោយសារសម្រស់ស្ទឹងសង្កែទេណាគេតាមចឹងណាដោយសារទម្លាប់អ្នកស្រុកនេះដោយសារតែភាពសម្បូរបែបនៃស្រុកនេះដោយសារតែអត្តចរិតរបៀបរស់នៅរបស់អ្នកស្រុកនេះបានធ្វើឲ្យអ្នកស្រុកដទៃនឹងលោកមកមិនមែនខេត្តដទៃវាអន់ជាងយើងទេតែខេត្តនេះអាចបង្កលក្ខណៈឲ្យព្រះអង្គមកជ្រកកោនសិក្សារៀនសូត្របាននេះជាអ្វីដែលជាគេឈ្មោះរបស់ខេត្តបាត់ដំបងអញ្ចឹងជួយកណាឲ្យកណាសឹងបានស្រួលផងតែអញ្ចឹងដាច់ទេមករហូតណាដាច់អេដាំណាប្រទេសជាតិត្រូវការកសាងរាប់រយឆ្នាំមិនក៏យើងនឹកឃើញអញ្ចឹងទៅជប់ឲ្យចេញទេបើជប់ចេញចាស់យើងជប់អស់បាត់ទៅយើងមិនបាច់លំបាកដល់ឥឡូវទេគឺទៀមទាពេលវេលាហើយការអត់ធ្មត់ណាស់ណាមួយចំនួនទៅចំនួន
អញ្ចឹងអ្វីសកម្មភាពណាដែលជាហេតុនាំឲ្យផលលំបាកទៅដល់រដ្ឋាភិបាលទៅដល់អាជ្ញាធរខេត្តហេតុណាដែលនាំឲ្យបែកបាក់ក្នុងពុទ្ធសាសនមណ្ឌលរបស់យើងពាក្យណាដែលវាគ្រូតគ្រៀតនិយាយទៅប៉ះញោមនៅណាក៏ញោមយើងដែរពាក្យមិនពិរោះទេអាមឹងឃើញប្រសងខ្លះជេរប្រសងគ្នាឯងអាមឹងយ៉ាក្រក់ណាស់លោកសង្ឃអាមឹងនេះចេះមិនក្រក់ណាស់អត់មានទេកណាំចឹងមានតែភាពអត់ធ្មត់អញ្ចឹងប្រាប់ប្រសងក្មេងៗហ្នឹងដែលកំពុងពេញវ័យហ្នឹងឲ្យព្រះអង្គយកធម៌ទៅប្រាប់ព្រះអង្គកន្លែងខ្លះយើងធ្វើមិនកាត់ទុកឲ្យញោមក៏ធ្វើញោមគាត់មានកម្លាំងញោមគាត់មានក្រុមការងាររបស់គាត់ការងារខ្លះធ្វើដោយបញ្ញាការងារខ្លះធ្វើដោយកំភ្លើងអានោះវាចឹងនិយាយចំចឹងក្នុងសព្ទទេគេនិយាយចឹងណាការងារខ្លះធ្វើដោយធម៌ទាំងការងារណាដែលជាកិច្ចការរបស់ប្រសក់ហ្នឹងយើងចូលរួមជាមួយគាត់ទៅហើយកុំទៅប្រមាថគាត់នឹងប្រាប់ភិក្ខុសង្ឃទាំងអស់ចូលរួមជួយទៅដោយការថ្វាយបង្គំដោយការគោរពគ្រប់យ៉ាងដូចម្ដេចអញ្ចឹងពុទ្ធនាមចាស់អ្នកធម្មទូតត្រូវតែស្វែងយល់អំពីសារៈសំខាន់នៃអន្តរសាសនាហើយក្នុងការចូលទៅធ្វើការជាមួយនឹងមេដឹកនាំសាសនាដទៃនឹងចូលដោយវិធីណាចូលទៅដោយវិធីណាពុទ្ធនាមចាស់លោកតាសនេះមានសាវកជាង 1000 លានណាពុទ្ធនាមចាស់ច្រើនជាងប្រជាជនរស់នៅអាស៊ីអាគ្នេយ៍2 ដងហើយយើងចូលទៅធ្វើដូចម្ដេចហើយការដែលយើងអាចចូលទៅធ្វើការជាមួយនឹងអន្តរសាសនានេះបានលុះត្រាតែយើងរៀនបើអត់រៀនទេមិនអាចទេទៅអញ្ញអញ្ញោហើយអញ្ចឹងត្រូវតែមានកន្លែងបន្តមួយណាប្រពន្ធណាយើងថានៅក្នុងនេះសិទ្ធិមហាបរិយហើយស្ដាប់សពុតអស់ហើយបបកណ្នេះនៅទេកណ្ណាមិនតាន់សពុតទេណាស់ចាណានៅពេលនេះកណ្ណាបានទូថ្វាយសម្ដេចបបថាសូមថ្លែងអំណរអគុណព្រះអង្គដែលបានធ្វើសេចក្តីអំពាវនាវឲ្យបញ្ចប់សង្គ្រាមដោយសន្តិវិធីរវាងកម្ពុជាថៃនៅតាមព្រំដែនលោកបានឆ្លើយមកវិញថាខ្ញុំកណាបានទទួលដំណឹងថាពីគេបានចុះហត្ថលេខា2ថ្ងៃមុនហើយខ្ញុំកណាសប្បាយចិត្តអញ្ចឹងយើងត្រូវមានសមត្ថភាពធ្វើការជាមួយអ្នកទាំងអស់ហ្នឹងទី3សម្រាប់ធម្មទូតទៅលើឆាកអន្តរជាតិបុគ្គលណាត្រូវតែមានជំនាញភាសាសម្រាប់មនុស្សតំណាងដូចខ្ញុំបុគ្គលណាដូចប្រសងក្មេងៗទៅបើសម្ដេចធំអាហ្នឹងអត់អីយើងអាចមានអ្នកបកប្រែថ្វាយតែសម្រាប់អ្នកបច្ចេកទេសត្រឹមខ្ញុំកណាអីនេះបើអត់ចេះភាសាគឺទៅមិនរួចគេទេនៅលើឆាកអន្តរជាតិចូលទៅអ្នកណាក៏អ្នកធំដែរបុគ្គលណាចឹងត្រូវមានជំនាញភាសាហើយភាសានេះចេះឲ្យច្បាស់ហើយប្រកបដោយជីវវិជ្ជាជីវៈទៀតបានទៅរួចចង់និយាយអីប្រាប់គេប្រាប់ខ្មែរប្រាប់យ៉ាងម៉េចឲ្យគេយល់ណាត្រូវមានសមត្ថភាពមានប្រទេសមួយនៅជិតយើងនឹងឆ្លាតណាស់កណាឆ្លាតតែមិនស្រួលចង់ជើងយើងដើម្បីទៅនេះទៀតអត់បានទេប្រទេសក្នុងលោកទាំងប្រសក់khôngមានទេគាត់នឹងអត់បានទេនៅលេខយើងនោះចឹងត្រូវមានភាសាហើយភាសានេះកើតឡើងពីការសិក្សារៀនសូត្រកណាំចាស់ទី4អ្វីជាធម្មទូតត្រូវមានសមត្ថភាពក្នុងការចរចានិងសិទ្ធិសម្រេចតែចូលទៅនិយាយចរចាជាមួយគេដើម្បីសុំផលប្រយោជន៍ពីគេមកកាន់ប្រទេសយើងហ្នឹងយើងចរចាដូចមិនទេប្រគល់ណាម្ចាស់ត្បិតតែសាសនាទាំងអស់ថាធ្វើការដើម្បីពិភពលោកសន្តិភាពសុខដុមរមនាពាក្យហ្នឹងពាក្យព្រះទេពាក្យមនុស្សលោកអត់ទេប្រគល់ណាអន្តរជាតិគឺជាបណ្ដុំនៃការជួបជុំហើយប្រពុតប្រជែងដើម្បីតែផលប្រយោជន៍ទេក្នុងនោះរួមទាំងវិស័យសាសនាផងបើព្រះពុទ្ធសាសនាជួបជាមួយនឹងពាហរៈសាសនាគឺប្រជែងផលប្រយោជន៍គ្នា
បើព្រះពុទ្ធសាសនានិងពុទ្ធសាសនាជួបគ្នាគឺបញ្ចេញផលប្រយោជន៍ដើម្បីប្រទេសរៀងខ្លួនអាហ្នឹងទូលប្រទេសនៅត្រង់ព្រះនិព្វានក៏និយមមកសូត្រទេនៅលើឆាកអន្តរជាតិនោះប្រគល់ណាអើយគ្មានទេបើថាពុទ្ធសាសនាជួបគ្នាគឺដើម្បីមុខមាត់ប្រទេសជាតិរៀងខ្លួនតម្រង់ដើម្បីទៅពូជសាសន៍រៀងខ្លួនតម្រង់ចឹងប្រគល់ណាត្រូវមានសមត្ថភាពក្នុងការចរចានិងសិទ្ធិសម្រេចចឹងមកគណៈដាក់រូបនោះគឺថា ready to negotiate yes គេថាអ្នកឯងត្រៀមខ្លួនដើម្បីចរចាបាទអញ្ចឹងកាន់តែមកម្នាក់រៀងខ្លួនមានន័យថាដើម្បីផលប្រយោជន៍អ្នកឯងបើអ្នកឯងអន់ខ្ញុំចង់អ្នកឯងយកផលប្រយោជន៍មកដាក់ប្រទេសខ្ញុំអញ្ចឹងទៅតាមចាស់ហើយមានសិទ្ធិសម្រេចហើយក៏មានសិទ្ធិសម្រេចខ្លះក្នុងការចរចាហ្នឹងបានទៅរួចមានសិទ្ធិសម្រេចខ្លះថាតើត្រូវគណៈសង្ឃឬរដ្ឋាភិបាលនឹងឲ្យផ្ដល់សិទ្ធិប៉ុន្មានទៅសម្រាប់ពួកធម្មទូតក្នុងការចរចាទាញយកប្រយោជន៍រៀងខ្លួនទី6ធម្មទូតនេះអ្នកតំណាងពុទ្ធសាសនានៅលើឆាកអន្តរជាតិត្រូវមានការគ្រប់គ្រងពីរាជរដ្ឋាភិបាលនិងគណៈសង្ឃមានន័យថាបើសិនជាមានអ្នកតំណាងខ្មែរយើងលើឆាកអន្តរជាតិគឺត្រូវតែមានការគ្រប់គ្រងពីរដ្ឋាភិបាលនិងគណៈសង្ឃបានការងារទាំងអស់ហ្នឹងទៅរួចតែមិនចឹងទេពិបាកនឹងសម្រេចជោគជ័យក្នុងនេះគណៈដាក់រូបសម្ដេចធំទាំងពីរព្រះអង្គហើយនិងព្រះមហាក្សត្រសម្ដេចព្រឹទ្ធសភាសម្ដេចរដ្ឋសភានិងសម្ដេចនាយករដ្ឋមន្ត្រីបើអត់ទេអត់មានទេព្រោះណាកិច្ចសម្រេចទាំងឡាយណាគឺអត់ពេលខ្លះទៀតអត់មានសម្រេចត្រឹមអ្នកទៅតំណាងទេគឺសម្រេចអំពីសម្ដេចធំនៅក្នុងស្រុកហើយនិងរដ្ឋាភិបាលដូចជាករណីធ្វើសន្និសីទភពលោកអីហ្នឹងសម្រាប់ត្រឹមអ្នកតំណាងអត់បានទេអញ្ចឹងត្រូវមានការគ្រប់គ្រងមិនតាន់ទៅដល់គ្រូហ៊ុំធឿននេះចូលប្រកេតបន្តិចថា6ចំណុចនេះ5ចំណុចនេះប្រគុណណាអាចកើតមានបានលុះត្រាតែមានសាលាបណ្ដុះបណ្ដាលមួយដែលមានគុណភាពល្អបើអត់ទេយើងអាចបដោះបានទេប្រគុណណាអត់អានទេអត់អាចបានទេហើយពុទ្ធកសាកលវិទ្យាល័យសេនដូរីនេះណាមកដល់កម្រិតនេះណាមិនតាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីនឹងបណ្ដុះធម្មទូតឲ្យមានគុណភាពសម្រាប់ចេញទៅតំណាងពិភពលោកនៅឡើយទេហើយយើងអត់តាន់មានកម្មវិធីទេនឹងទូលប្រគេននៅត្រង់តែវិញកណាតែតែមានក្តីសម័យថាបើសិនជាពុទ្ធកសាកលវិទ្យាល័យសេរីយើងដើរបានល្អកាន់តែល្អតាមទៀតខ្ញុំណាគិតថាសាលានេះនឹងអាចខ្លាយទៅជាទីដែលអាចបណ្ដុះមន្ត្រីសង្ឃយើងបានហើយបើយើងអត់បណ្ដុះទេគឺតើអត់រួចទេมันអាចទេកណាំចឹងតែมันស្រួលហ្នឹងទៅប្រជុំហ្នឹងมันអាចខ្លាយជានិមិត្តរូបបានទេទៅឆ្កងប្រគល់ទៅឆ្កងទៅមកហើយយើងអត់ដឹងខ្លួនឯងឆ្កងទេបើយើងអត់បណ្ដុះអញ្ចឹង5ចំណុចខាងដើមហ្នឹងគឺត្រូវគឺវាកើតចេញអំពីពុទ្ធកសិក្សាអញ្ចឹងបើចង់ឲ្យយើងមានធម្មទូតមួយដែលមានគុណភាពមានសមត្ថភាពក្នុងការដឹកក្នុងការតំណាងប្រទេសគឺត្រូវតែមានសាលាមួយសម្រាប់បណ្ដុះបណ្ដាលបើអត់មានទេអាហ្នឹងគឺផុសដោយខ្ញុំប្រគល់ណាប្រហែល2-3ព្រះអង្គហ្នឹងទៅផុសចេញមកអញ្ចឹងទៅក៏បានធ្វើការយល់ខ្លះអីជិះប្រគល់ណាអញ្ចឹងលោកកណាលើកឧទាហរណ៍មួយតែប្រគល់ណានឹងធ្វើអត្តចរិតអកប្បកិរិយានឹងនិយាយដូចម្ដេចទៅកាន់លោកប្រធានាធិបតីវ៉ាឡាឌីមៀពូទីនអង្គុយទល់មុខព្រះអង្គនិយាយធួអីពីឆ្នាំ2006កណាអង្គុយជាមួយគាត់ជាមួយសម្ដេចធំឃើញទេអញ្ចឹងអានេះវាត្រូវតែបណ្ដុះណាប្រគល់ណាអញ្ចឹងរបស់អស់ទាំងហ្នឹងកើតចេញពីពុទ្ធកសិក្សាហើយរាប់ចាប់ពុទ្ធកនេះគឺរាប់តាំងពីបឋមមធ្យមឧត្តមក្រោយឧត្តមចឹងប្រកេនថាកន្ធទរៈគឺជាចម្លើយតែមួយក្នុងចម្លើយ2ដែលអាចធ្វើឲ្យមានធម្មទូតតំណាងប្រទេសបានហើយប្រគុណម្ចាស់ធម្មទូតនេះគឺជាការងារធម្មទូតនេះគឺជាការងារដែលលំបាកបំផុតផ្សេងអំពីការទូតជាប្រស័ក្តិព្រោះព្រះអង្គត្រូវប្រកបត្រូវបដិបត្តិវិន័យហើយត្រូវយល់អំពីរបៀបធ្វើការជាមួយប្រសងផងជាមួយនឹងក្រហមផង